ចំណាយដល់1500រៀលទេសាកមកពេញជិះបានខ្ទង់120គីឡូម៉ែត្រប្រើកាត scan ក៏បានប្រើ tele smart key បជាក៏បានដែរទិញហើយមានមកកញ្ចប់អត់ចាំបាច់បារម្ភរឿងថាត្រូវដាក់ GPS ថែមទេម៉ូតូនេះមាន GPS ភ្ជាប់មកស្រេចតែម្ដងចង់ខែភ្លៀងលិចផ្លូវលិចម៉ូតូក៏មិនភ័យដែរម៉ូតូនេះត្រូវតែបើកទៅមុខស៊ូបានជាមួយទឹកអត់ជ្រាបទឹកទេហើយនេះគឺជាយីហោម៉ូតូអគ្គិសនីទំនើបពិនលីងដែលទៅពីចូលមកស្រុកខ្មែរចង់ដឹងពិសេសយ៉ាងណាមកតាមទស្សនាវីដេអូនេះទាំងអស់គ្នាស្វាគមន៍មកកាន់នៅវត្តមានយីហោកង់នៅម៉ូតូអគ្គិសនីឈានមុខគេមួយលើពិភពលោកសម្រាប់យីហោមួយនេះដែរត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ2003មកម្លេះដែលពេលនេះចូលមកកាន់ប្រជាជាតិកម្ពុជាយើងជាផ្លូវការហើយដោយយើងស្គាល់ថាពិនលីងជាយីហោឈានមុខគេមួយទៅលើបច្ចេកវិទ្យាយានយន្តអគ្គិសនីជាពិសេសកង់និងម៉ូតូដែលមានការចែកចាយទៅកាន់ទូទាំងពិភពលោកច្រើនជាង65ប្រទេសរួចទៅហើយបច្ចុប្បន្ននេះជាមួយនឹងវត្តមានថ្មីមកកាន់ទឹកដីសវណ្ណភូមិទឹកដីនៃប្រជាជាតិកម្ពុជានេះយើងឃើញថាពិនលីងបានណែនាំនៅកង់និងម៉ូតូអគ្គិសនីរហូតដល់11 model សម្រាប់ដាក់តាំងបង្ហាញនៅ showroom ថ្មីរបស់ខ្លួននៅម្ដុំផ្លូវ60ម៉ែត្រដែលបងប្អូនអាច check មើលទីតាំងដែលខ្ញុំដាក់នៅក្រោម description ខាងក្រោមនេះហើយឥឡូវនេះការដាក់តាំងបង្ហាញនេះផងដែរគឺមានជម្រើសកង់និងម៉ូតូអគ្គិសនីជាច្រើនជម្រើសសម្រាប់ឲ្យបងប្អូនជ្រើសរើសលក្ខណៈពិសេសមួយដែលខ្ញុំឃើញថាពិនលីងគាត់ធ្វើប្លែកពីគេគឺគាត់មានជាប្រភេទកង់និងម៉ូតូអគ្គិសនីដែលរួមបញ្ចូលនៅបច្ចេកវិទ្យាជាច្រើនមែនទែនហើយជម្រើសនៅការជ្រើសរើសរបស់បងប្អូនដូចបានមើលឃើញនេះគឺមានច្រើនជម្រើសច្រើនទំហំតាមតម្រូវការនៃការប្រើប្រាស់របស់បងប្អូនសម្រាប់ជម្រើសអាគុយមានទាំងពីរជម្រើសមានទាំងប្រភេទអាគុយស្ងួតនិងប្រភេទអាគុយលីជោមអញ្ចឹងចាប់ផ្ដើមពីប្រភេទកង់អគ្គិសនីនេះទៅមុនអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងគឺកង់ទូចខ្ជូតស្អាតមែនទែនប៉ុន្តែគាត់ថារាំងវាស្ថិតក្នុងរយៈចម្ងាយមួយដែលបងប្អូនអាចប្រើប្រាស់នៅក្នុងបុរីងាយស្រួលប្រើប្រាស់ងាយស្រួលទិញទុកឲ្យកូនទៅសាលាចិត្តផ្ទះអីចឹងទៅអានេះគឺល្អមែនតើហើយលក្ខណៈពិសេសរបស់ពិនលីងកង់អគ្គិសនីប្រភេទនេះមិនថាកង់មិនថាម៉ូតូទេនៅពេលដែលបងប្អូនទិញបងប្អូនទទួលបានសោ3ប្រភេទដែលសោទី1គឺជាប្រភេទ smart key ដែលយើងដឹងហើយ smart key គឺជាសោដែលយើងអាចចុចបញ្ជាពីចម្ងាយបានហើយសោមួយប្រភេទទៀតគឺជាសោប្រភេទកាតអញ្ចឹងអានេះគឺជាកាត NFC គឺមានលក្ខណៈទំនើបមែនតើដែលបងប្អូនប្រើយកទៅដាក់ទៅលើកុងទ័រវានឹងលោតបង្ហាញក៏ដូចជាដំណើរការនៃកង់ឬម៉ូតូអគ្គិសនីនេះទាំងមូលតែម្ដងហើយសម្រាប់មួយប្រភេទទៀតគឺជាសោបែបប្រពៃណីរបស់យើងគឺជាសោចាក់អញ្ចឹងមែនតើនៅពេលដែលយើងប្រើប្រហែលជាយើងមិនត្រូវការសោប្រភេទនេះច្រើនមែនទេយើងអាចនឹងប្រើប្រភេទកាត smart key បែបនេះឬក៏យើងអាចប្រើប្រភេទ smart key បែបនេះចំពោះតម្លៃនៃម៉ូតូអគ្គិសនីដែលដាក់តាំងបង្ហាញនៅទីនេះវិញមានច្រើនជម្រើសតម្លៃសម្រាប់ឲ្យបងប្អូនជ្រើសរើសមែនតើដោយចាប់ផ្ដើមពីតម្លៃត្រឹមតែខ្ទង់$300តែប៉ុណ្ណោះបងប្អូនអាចទទួលបានរយៈចម្ងាយជិះឆ្ងាយរហូតទៅដល់ model នោះ120គីឡូម៉ែត្រមានន័យថាសាកម្ដងដែលយើងអាចចំណាយថាខ្ទង់1000ឬក៏1500រៀលស្មើនឹងកាហ្វេមួយកែវទេបងប្អូនអាចជិះបានរហូតទៅដល់120គីឡូម៉ែត្រទៀតអញ្ចឹងសន្សំសំចៃនិងចំណេញមែនតើនៅក្នុងការប្រើប្រាស់នៅក្នុងទីក្រុងយើងនេះហើយកាន់តែពិសេសជាងនេះទៅទៀតនៅពេលដែលបងប្អូនប្រើប្រាស់ម៉ូតូអគ្គិសនីយើងជួយដល់បរិស្ថានហើយបទពិសោធន៍នៃការជិះល្អច្រើនជាងម៉ូតូសាំងផងថាមួលស្ទុះមួលទៅហើយជាមួយគ្នានេះដែរកង់និងម៉ូតូអគ្គិសនីនេះក៏មានលេខសម្រាប់ត្រឡប់ថយក្រោយឬក៏អាយ៉ែថយក្រោយដែរហើយលើសពីនេះទៅទៀតម៉ូតូអគ្គិសនីនៅទីនេះផងដែរនៅពេលដែលបងប្អូនទិញមានបំពាក់ GPS ទៅស្រាប់អញ្ចឹងបងប្អូនអត់ភ័យគេលួចឬក៏គេយកទៅណាឬក៏កូនយើងជិះទៅរៀនអីអញ្ចឹងយើងអាចបើកមើលដឹងពីទីតាំងរបស់អ្នកដែលជិះម៉ូតូនឹងរួចហើយជាស្រេចដោយមិនចាំបាច់បន្ថែមឬក៏ទិញអីដាក់ចូលថែមទៀតទេអញ្ចឹងអានេះគឺជាលក្ខណៈពិសេសមួយទៀតរបស់ពិនលីងជាងនេះទៅទៀតម៉ូតូនេះអាចភ្ជាប់បញ្ជាជាមួយនឹងទូរស័ព្ទដៃរបស់បងប្អូនបានដោយគេមាន app ពិសេសសម្រាប់បញ្ជាម៉ូតូនឹងតែម្ដងអញ្ចឹងបងប្អូនអាចអត់ចាំបាច់កាន់សោបានដែរមានទូរស័ព្ទមួយបញ្ជាម៉ូតូពីចម្ងាយបានហើយអញ្ចឹងមានអារម្មណ៍ថាទំនើបមែនតើសម្រាប់ការរចនារបស់ម៉ូតូនិងកង់ដោយបងប្អូនមើលឃើញអញ្ចឹងគឺមានលក្ខណៈខ្ជិតខ្ជួតស្អាតបែបទំនើបតាមតម្រូវការបងប្អូនប្រើប្រាស់តែម្ដងមិនថាជាប្រភេទកង់អគ្គិសនីបែបនេះឬមិនថាជាប្រភេទម៉ូតូអគ្គិសនីបែបនេះទេគឺមានការរចនាឡើងតម្រូវជាមួយនឹងមនុស្សជំនាន់ក្រោយ
ត្រូវជាមួយនឹងភាពទំនើបស៊ីវិល័យរបស់យើងតែម្ដងហើយសំបីតែបើសិនជាបងប្អូនចូលចិត្តការរចនាបែប classic បែបនេះក៏ Penlink មានជាជំរើសឲ្យបងប្អូនផងដែរហើយនឹងហើយបងប្អូនអាចមកមើលផ្ទាល់បានមកជិះសាកល្បងបាននៅ showroom របស់ Penlink ដែលមានទីតាំងនៅម្ដុំផ្លូវ60ម៉ែត្រនិងខ្ញុំដាក់នៅក្នុង description ខាងក្រោមនេះគឺជាការចូលរួមចំណែកមួយនៅក្នុងការជួយដល់បរិស្ថាននៅក្នុងការធ្វើទំនើបកម្មយានជំនិះនៅប្រទេសកម្ពុជាពីក្រុមហ៊ុន Penlink មកជាមួយខ្ញុំទាំងអស់គ្នាតែសាកល្បងជិះផ្ទាល់ជាមួយនឹងម៉ូតូអគ្គិសនីសម័យទំនើបអញ្ចឹងកុំភ្លេចណាតាក់ទងមកកាន់លេខទូរស័ព្ទនិង page ដែលខ្ញុំដាក់នៅលើអេក្រង់នេះជម្រាបលាជួបគ្នានៅវីដេអូក្រោយ